បាទអនុញ្ញាតសូមជម្រាបជូនដល់ព័ត៌មានបាទនៅថ្ងៃទី24បាទខែធ្នូនេះយើងឃើញទស្សនវិជ្ជានៅតំបន់មុំ3រវាងបាទខេត្តកណ្ដាលនិងបាទកំពង់ចាមកំពង់ឆ្នាំងទស្សនវិជ្ជានៅដល់ថ្ងៃទី24នេះបាទត្រីត្រូវខ្លាំងហើយយើងឃើញថាសឹងតាលើកមិនរួចផងបាទសឹងតែលើកមិនរួចផងតាមការបញ្ជាក់របស់បាទអ្នកគ្រប់គ្រងនៅទីនេះលោកបានបញ្ជាក់ថាត្រីចាប់ដើមត្រូវបាទលើកម្ដងរាប់តោនបាទហើយក្នុងការបញ្ជាក់របស់អ្នកគ្រប់គ្រងនៅទីនេះលោកបានបញ្ជាក់ថាត្រីគឺបោះចេញជូនទៅដល់អ្នកដែលមកយកនៅទីនេះចាប់ពីបាទ200រៀលរហូតដល់បាទ1000រៀលបាទនេះបើតាមការបញ្ជាក់របស់បាទអ្នកគ្រប់គ្រងត្រីនៅទីនេះយើងឃើញហើយទស្សនវិជ្ជាទាំងស្រុងបាទឲ្យតែដួសត្រីអស់លើកដួសត្រីអស់លើកពីព្រោះត្រីកំពុងបាទត្រូវខ្លាំងហើយអំពីនេះទៅដល់បងប្អូនជាបរិវត្តដែលលោកកំពុងតែមានបំណងមកចង់បាទរកបាទត្រីប្រហុកផ្អកម៉ាក់ហ្នឹងអញ្ជើញមកតាមតំបន់តាមកន្លែងមួយចំនួនដែលធ្លាប់មករើផ្ទាល់ពីឥឡូវយើងទៅទស្សនារូបភាពនៃការលើកត្រីបាទនៃការលើកត្រីម្ដងតើមានចំនួនប៉ុន្មានទៅប្រិមិត្តច្រើនណាស់បើលើកសឹងតែប្រើម៉ាស៊ីននេះលើកសឹងរួចទេប្រិមិត្តបាទប្រើម៉ាស៊ីននេះលើកសឹងមិនរួចទេឥឡូវនេះចាប់ដើមចាក់ត្រីចូលហើយបាទរងចាំទស្សនាទាំងអស់គ្នាថាតើទស្សនវិជ្ជារួមនៃពីការលើកម្ដងប្រហែលតោនណាប្រិមិត្តនេះឃើញឥឡូវចាប់ដើមលើកមកបដាហើយបាទប្រិមិត្តយើងនឹងបង្ហាញរូបភាពនេះទាំងស្រុងជូនទៅដល់បងប្អូនប្រជាជនកម្ពុជាក៏ដូចជាលោកអំលោកការលោកជ័យរបស់យើងបាទដើម្បីឲ្យបានមើលទស្សនារូបភាពត្រីទាំងមូលនេះផងដែរបាទនេះប្រិមិត្តបាទចាប់ដើមមកហើយបាទត្រីបាទត្រីចាប់ដើមត្រូវខ្លាំងបាទត្រីចាប់ដើមត្រូវខ្លាំងដោយមិត្តបាទនេះបាទនេះទស្សនវិជ្ជាទាំងស្រុងទស្សនវិជ្ជានៃត្រីត្រូវប្រិមិត្តបាទនេះបាទរាប់តោនណាប្រិមិត្តត្រូវនេះរាប់តោនណាប្រិមិត្តលើកនាំរាប់តោនណាប្រិមិត្តបាទយើងឃើញទស្សនវិជ្ជានៃត្រីទាំងអស់គ្នាប្រិមិត្តនេះបាទរាប់តោនណាត្រីបាទប្រិមិត្តបាទយើងឃើញថាប្រិមិត្តនេះគឺជាសកម្មភាពទាំងស្រុងនៃកម្មករដែលបានដួលនឹងលើកត្រីហើយចេញពីក្នុងទឹកហើយតំបន់នេះដូចខ្ញុំបានបញ្ជាក់ចឹងគឺតំបន់